បាទជំរាបសួរពុកម៉ែបងប្អូនបាទរូបភាពពិសេសមែនតើបាទនៅក្នុងករណីនេះគឺយើងបានឃើញសពគ្រប់ទាំងអស់បងប្អូនអាចមើលឃើញបាទពីកាកសំណល់ឬក៏ហៅថាថង់ប្លាស្ទិកណាបាទដែលហូរចូលមកទន្លេបាទអញ្ចឹងនៅក្នុងនេះក៏យើងមានត្រីមានអីសពគ្រប់បែបយ៉ាងដែលនៅក្នុងទឹកណាបងប្អូនបាទអញ្ចឹងមែនតើទៅការកាត់ឡើងការមិនសូវយកចិត្តទុកដាក់អំពីមនុស្សទូទៅគឺយើងនឹងឃើញពីបញ្ហាជាច្រើនបាទកាត់ឡើងនៅក្នុងទន្លេរបស់យើងតាមពិតយើងត្រូវជួយសម្អាតទាំងអស់គ្នានៅទីនេះគេបានរៀបចំល្អមែនតើបាទនៅក្នុងសិល្បៈពាណិជ្ជបាទគឺអស្ចារ្យបងប្អូនណាខ្ញុំនឹងនាំបងប្អូនទៅមើលអ្វីដែលពួកគាត់បានរៀបចំបាទខ្ញុំពិតជាសប្បាយចិត្តលើកទី1ហើយដែលខ្ញុំបានមកទីនេះនាំសិល្បកររបស់យើងមកសម្ដែងបាទនៅទីនេះបាទនេះបងប្អូនណាបាទមើលរូបភាពបែបហ្នឹងសំណោះការពីខ្លួនឯងនៅក្មេងៗមែនតើបាទបងប្អូនបាទបាទសិតតែរឿងសំណោះពីអតីតកាលគឺយើងបានឃើញគ្រប់យ៉ាងនៅទីនេះបាទរូបនៅទីនេះគឺជាការបញ្ចេញស្នាដៃរបស់បងប្អូនបាទដែលបានរៀបចំដាក់បិទនៅលើនេះដើម្បីបង្ហាញអំពីស្នាដៃនិងក៏ជាការលើកទឹកចិត្តណាបងប្អូនបាទបាទនេះពិតជាអស្ចារ្យសម្រាប់រូបភាពដែលពួកយើងមើលបន្តិចគិតមិនដល់នឹកឃើញពេលយើងនេះចឹងទៅក៏នឹកឃើញអតីតកាលបងប្អូនណារូបថតសខ្មៅរូបអីហ្នឹងគឺចេះតែនឹកឃើញអតីតកាលទាំងអស់បាទក្នុងនេះក៏យើងមានការរៀបចំមានផ្ទះបាទយើងរៀបចំពីឡានមានអីចឹងណាបាទការរៀបចំរបស់កូនណាទូចហ្នឹងគឺគេរៀបចំតាក់ទងផ្ទះខ្មែរតែអីមកនេះបាទគេរៀបចំបាទក្នុងនេះក៏យើងមានយើងនិយាយថាវាដូចជាអគារមួយដែររៀបចំចឹងការបង្ហាញពីការយកចិត្តទុកដាក់ពីបរិស្ថាននៅក្នុងទឹកនេះគឺសំខាន់ណាស់បងប្អូនហើយបាទចឹងវាសំខាន់បាទនេះអ្វីដែលបងប្អូនបានគូគេបានយកមកតាក់តាំងនៅទីនេះដើម្បីបង្ហាញអំពីស្នាដៃបាទទេសភាពទាំងឡាយដែលបងប្អូនមានការគូដែលយកចិត្តទុកដាក់បង្ហាញអំពីបញ្ហាប្លាស្ទិកបាទបងប្អូនមើលនេះអញ្ចឹងនៅពេលដែលទាំងអស់នេះបានចូលទៅក្នុងទឹកគឺវាបង្កនៅបញ្ហាផលប៉ះពាល់ខ្លាំងមែនតើបាទលើពិភពលោកយើងនេះតើតើយើងចូលរួមសម្អាតទាំងអស់គ្នាបាទការពារទាំងអស់គ្នាបាទទីណាមានយើងទីនោះគ្មានសម្រាមសូត្រឲ្យចាំធ្វើឲ្យបានទើបជោគជ័យបាទនេះបងប្អូនអាចមើលពីកម្ដៅព្រះអាទិត្យឡើងកាន់តែខ្លាំងចង់បញ្ជាក់ថានៅពេលដែលថង់ប្លាស្ទិកនៅលើផែនដីយើងកាន់តែច្រើនព្រោះឲ្យកម្ដៅព្រះអាទិត្យកាន់តែកម្ដៅខ្លាំងបងប្អូនឃើញទេស្លាប់គ្រប់ទាំងអស់ទាំងមនុស្សសត្វរុក្ខជាតិសពបែបយ៉ាងទាំងអស់បាទ
បងប្អូនគេរៀបចំបាទស្អាតបាទពិតជារំភើប